ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ឥឡូវនេះពួកខ្ញុំបានមកលេងនៅខេត្តបាត់ដំបងមិនចោលទេមកខេត្តបាត់ដំបងយើងត្រូវតែទៅថ្វាយបង្គំលោកតាត្របងកញូឥឡូវហ្នឹងគឺថានាំកូនកំឡោះហ្នឹងទៅថ្វាយបង្គំលោកតាដំបងកញូដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយពេលដែលយើងមកលេងនៅទឹកដីខេត្តបាត់ដំបងកូនខ្ញុំហ្នឹងគាត់ចូលចិត្តដើរជាមួយខ្ញុំណាគឺថាទៅណាតាមជាប់រហូតគាត់មកស្រុកខ្មែរអញ្ចឹងទៅគាត់រៀងមានអារម្មណ៍ថាខុសទឹកខុសដីដូចវែងមិនអញ្ចឹងណាព្រោះគាត់លើកទី1ហើយមកលេងស្រុកខ្មែរហើយពួកខ្ញុំមកសំពះក្រាបថ្វាយបង្គំលោកតាត្បូងកញូទាំងអស់គ្នាឥឡូវនេះមកបង្ហាញបន្ទប់ហូថែលដែលពួកខ្ញុំស្នាក់នៅហ្នឹងគឺនៅម្ដុំមកត្រៃមកខាងដងស្ទឹងខេត្តបាត់ដំបងចាបន្ទប់នេះគឺគេធ្វើយូរហើយដូចថាមិនសូវជាថ្មីមកទេតែតម្លៃសមរម្យគឺមួយយប់តែ$35ទេបន្ទប់ធំទូលាយគ្រាន់ថាបន្ទប់ទឹកយើងសេរីដើមវាយ៉ាងនិយាយថាមួយទឹកជាមួយគ្នាសើមដូចថាសើម floor អញ្ចឹងណាសើមចិញ្ចូលកន្លែងគុណសើមចាឥឡូវនេះគឺថានាំប្តីនឹងមកញ៉ាំមីកាឡាដែលថាគេល្បីឆ្ងាញ់នៅសាលាពីធ្នូហើយសួរគាត់ថារសជាតិនឹងឆ្ងាញ់ដូចជំនាន់បងឯងនៅពីដើមដែរអត់គាត់ថាឆ្ងាញ់រសជាតិឆ្ងាញ់គាត់ថាតូបនៅមុខសាលារៀនបងប្អូននឹងស្រាប់ហើយវាមិនជាស្អាតfancy អីទេបន្ទាប់ពីយើងញ៉ាំអាហារពេលព្រឹកហើយហ្នឹងឥឡូវហ្នឹងគឺថានាំកូនកំឡោះហ្នឹងមកលេងជិះឡរីពួកខ្ញុំមកជិះឡរីហ្នឹងអត់ទៅជិះអាកន្លែងគេធ្វើថ្មីសិប្បនិមិត្តស្អាតហ្នឹងទេខ្ញុំចង់នាំកូនខ្ញុំមកកន្លែងព្រះសនីចាស់កន្លែងរថភ្លើងចាស់ហើយយើងជិះលើថ្នល់រថភ្លើងជាក់ស្ដែងតែម្ដងគឺអាឡូរីជំនាន់ដើមហ៎ចាឥឡូវឃើញមើលទស្សនភាពអាគារដែលយើងស្ថានីយ៍យើងពីមុនណាគឺតែចាស់ទ្រុឌទ្រោមមែនទែនបើសិនជាពួកគាត់ចេះអភិវឌ្ឍដូចថាធ្វើឲ្យស្អាតជួសជុលរៀបចំខ្ញុំជឿថាភ្ញៀវទេសចរមកច្រើនណាឥឡូវជិះក្នុងការជិះអាឡូរីនេះគឺក្នុងម្នាក់$5ហើយជិះ40នាទីចាទៅមកហ្នឹង40នាទីចាស់ជិះបានយូរតាសបាយហើយបងប្អូនដឹងឯងខ្ញុំជិះនេះគឺថាក្តៅហែងកដាលថ្ងៃត្រង់តែម្ដងគឺម៉ោង12ម៉ោង1ចានាំកូននាំប្តីនឹងជិះហើយកូនខ្ញុំគាត់ដូចថាវាភ័យដែរជិះក៏មិនដែរជិះអញ្ចឹងតែសប្បាយបងប្អូនជិះអាធម្មជាតិជាក់ស្ដែងជិះសប្បាយយើងមើលទេសភាពហើយមើលអញ្ចឹងដូចលឿនតាមពិតនៅក្រៅវាអត់លឿនអញ្ចឹងទេគឺតែវាដល់ពេលយើងថតចូលក្នុងកាមេរ៉ាទៅដូចលឿនហើយលឿនតាមពិតជិះមើលទេសភាពសប្បាយទៅមើលតាមវាលស្រែអីចឹងណាបងប្អូនសប្បាយមែនទែនខ្ញុំចូលចិត្តជាឡរីនឹងដែរតាឃើញថាដូចថាសប្បាយ fun ហ្មងហើយសំណាងដែលខ្ញុំយកកសែងកូនខ្ញុំនឹងទៅជួយបាំងកុំអីនឹងលោកអើយក្តៅណាស់ក្តៅទ្រាំអត់បានទេបងប្អូនអើយក្តៅមែនទែនពេលព្រលឹមគឺត្រជាក់នៅខែ1ស្រុកខ្មែរយើងណាពេលព្រលឹមត្រជាក់ស្រួលដល់ពេលចូលចាប់ពីម៉ោង10ឡើងទៅគឺចាប់ផ្ដើមក្តៅមកវិញហើយក្តៅរហូតដល់ល្ងាចថ្ងៃលិចបានយើងបានត្រជាក់មកម្ដងទៀតហើយកូនខ្ញុំនឹងគាត់ជិះបដាលក់នៅលើអាឡូរីនឹងឯងបើសិនជាបងប្អូនបានទៅលេងខ្មែរកុំភ្លេចទៅជិះកន្លែងឡូរីជំនាន់ដើមយើងសប្បាយឥឡូវនឹងមកកន្លែងលោកយាយអាមុកឆ្ងាញ់នៅបាត់ដំបងមកគាត់ឆ្ងាញ់មកគាត់ឆ្ងាញ់ទទួលយកបានហើយគាត់មានលក់បាយស្រេចតែម្ដងយើងទិញមកគាត់ហើយយើងអាចទិញបាយគាត់ញ៉ាំកន្លែងណាមួយដែលយើងគួរសមដូចថារកកន្លែងអង្គុយបានណាបងប្អូនបន្ទាប់ពីបានញ៉ាំមកញ៉ាំអីហើយក៏នាំគ្នាមករត់ទិញកាឡានតាកុករកលេងកាឡានតាកុកព្រោះឮល្បីថានៅតាកុកហ្នឹងកាឡានឆ្ងាញ់ប៉ុន្តែពួកខ្ញុំហ្នឹងចូលខុសកន្លែងចូលខុសកន្លែងទិញចំកន្លែងដែលអត់ឆ្ងាញ់ហើយឃើញមនុស្សម្នាច្រើនហ្នឹងគឺពួកគាត់ជាភ្ញៀវទេសចរគាត់មកមើលកាឡានមិញហ្នឹង
បន្ទាប់ពីចេញពីទិញកាឡានតកកហើយក៏នាំគ្នាមករកញ៉ាំបាយញ៉ាំបាយនៅគេហៅសួនស្នេហ៍នេះសួនស្រែស្រូវកាហ្វេខ្ញុំពិបាកអានឈ្មោះគេរៀងជួនអញ្ចឹងណាហាងនេះស្អាតណាស់បងប្អូនបើសិនជាបានមកលេងបាត់ដំបងកុំភ្លេចមកញ៉ាំបាយនៅកន្លែងហាងនេះចាទេសភាពត្រជាក់ភ្នែកមានបឹងឈូកចាជុំវិញតែម្ដងមានលក់នំចំណីគ្រប់យ៉ាងច្រើនមុខមែនតើបងប្អូនមកលេងមកមិនខកបំណងទេខ្ញុំចូលចិត្តកន្លែងនេះមែនតើហើយម្ហូបគេក៏ឆ្ងាញ់អាចទទួលយកបានណាអញ្ចឹងបងប្អូនទទួលយកបានម្ហូបរបៀបខ្មែរយើងស្រែចារបៀបខ្មែរស្រែហើយនេះកន្លែងគេធ្វើម្ហូបពីកន្លែងហ្នឹងទៅគេលើកយកទៅដាក់តាមកញ្ចុះមួយគេមានកញ្ចុះគេនៅខាងក្រោយអញ្ចឹងចាំមើលបងប្អូនតាមដានទាំងអស់គ្នាខ្ញុំនឹងថតទៅដល់ខាងក្រោយឲ្យបងប្អូនមើលចាឥឡូវនេះយើងដើរដល់ផ្លូវចូលតាមកញ្ចុះគេមួយណាបងប្អូនចាយើងមានដូចថាលក្ខណៈគ្រួសារធំយើងទៅរកកញ្ចុះធំបើយើងគ្រួសារតូចគ្នាពី3នាក់អីតូចតិចតួចតិចគ្នាអីចឹងយើងទៅកញ្ចុះតូចចាហើយក្តៅគេខ្ញុំទៅសារគេមានតែក្តៅប៉ុណ្ណឹងហើយគេអាចដាំឈូកបានល្អមែនទែនឡើងខៀវស្ងាត់មើលទៅថាស្រស់ស្រាយអារម្មណ៍ស្រស់ស្រាយមែនទែននោះកន្លែងហាងធំហ្នឹងកន្លែងដូចថាយើងចង់ទៅអង្គុយមានគ្នាច្រើនយើងអាចទៅអង្គុយបាននៅខាងឆ្វេងដៃខ្ញុំហ្នឹងណាចាហើយឥឡូវហ្នឹងពួកខ្ញុំហ្នឹងត្រូវទៅរកកន្លែងអង្គុយចាគេនឹងប្រាប់យើងថាយើងទៅអង្គុយខាងណាបានអញ្ចឹងណាបងប្អូនឥឡូវនេះយើងបានចូលដល់កន្លែងដែលយើងត្រូវអង្គុយញ៉ាំបាយហើយឃើញទេបងប្អូនទេសភាពស្អាតទេស្អាតមែនតើបឹងឈូកអីគួរថាកូនខ្ញុំក៏សប្បាយស្រស់ស្រាយហ្មងអារម្មណ៍រីករាយមើលចេះដួសបាយដួសអីឲ្យម្ដាយឪពុកទៀតតែ3ឆ្នាំឯងលោកបងប្អូនអើយ3ឆ្នាំប្រហែលខែហ្នឹងចេះចាខ្ញុំបានសប្បាយចិត្តត្រង់គាត់ទៅហ្នឹងអត់ឈឺអីចឹងណាចាសប្បាយចិត្តហើយម្ហូបគេនឹងឆ្ងាញ់បងប្អូនម្ហូបឆ្ងាញ់តម្លៃសមរម្យអាចទទួលយកបានចាបើយើងចូលចិត្តលក្ខណៈខ្មែរស្រែម្ហូបខ្មែរស្រែគឺថាទៅញ៉ាំកន្លែងហ្នឹងទៅឆ្ងាញ់ឥឡូវនឹងនាំកូនដើរមើលទេសភាពតាមកញ្ចុះមួយថតចែកជូនបងប្អូនទាំងអស់គ្នាមើលសប្បាយកំសាន្តអញ្ចឹងណាបងប្អូនចាឃើញថាសបាយខ្ញុំចូលចិត្តមែនទែនទេសភាពហ្នឹងហើយកូនខ្ញុំហ្នឹងគាត់ចាំងភ្នែកគាត់ថាម៉ាមីអណាវ៉ាន់តាអូនចាំងភ្នែកហើយមើលរៀងគេដើរលយណាសង្ហាណាបានពាក់វ៉ាន់តាពាក់អីគេអាណិកជនណោះចាបងប្អូនបានទៅលេងស្រុកខ្មែរខេត្តបាត់ដំបងយើងកុំចោលស្រែស្រូវកាហ្វេជិះទៅតាមផ្លូវវត្តក្បាលខ្មោចផ្លូវក្បាលខ្មោចដូចថាកន្លែងបត់ផ្លូវឯកភ្នំហ៎ចាជាប់គ្នានឹងឥឡូវនេះគេលើកម្ហូបមកឲ្យយើងតែញ៉ាំតែម្ដងចាម្ហូបខ្ញុំកំងហ្នឹងគឺមានក្តាមស្រែគេឲ្យញោមក្តាមស្រែហើយនឹងមាន់ដុតហើយគេ free ឆាតកួនឲ្យយើងហើយនឹងខ្ញុំកំងសឡំម្ជូរតកួនបន្ទាប់ពីចេញពីបាត់ដំបងឥឡូវខ្ញុំមកបន្ទាយមានជ័យចាបន្ទាយមានជ័យជាទឹកដីខេត្តដែលខ្ញុំបានមករស់នៅកាលពីខ្ញុំចេញពីជំរំសៃធូឆ្នាំ1993ហ្នឹងគឺខ្ញុំមកនៅក្នុងខេត្តបន្ទាយមានជ័យនឹងឯងចាខ្ញុំនៅតាំងពីខ្ញុំអាយុ4ឆ្នាំរហូតដល់ខ្ញុំអាយុ31ចេញមកនៅប្រទេសក្រៅចាគឺនេះជាកន្លែងដែលខ្ញុំរស់នៅនឹងធ្វើការរៀនសូត្រតាំងពីតូចមកគឺខេត្តបន្ទាយមានជ័យហើយបើយើងបានមកខ្មែរហើយកុំភ្លេចទៅកក់សក់ដូចថាកក់សក់ឲ្យស្រួលក្បាលទាំងខ្ញុំចូលចិត្តកក់សក់ស្រុកខ្មែរគឺថាអស់តិចហើយគេដូចថាធ្វើឲ្យយើងពេញចិត្តហ្មងបងប្អូនចាសប្បាយរីករាយណាស់ឥឡូវបន្ទាប់ពីខ្ញុំបានមកដល់ខេត្តបន្ទាយមានជ័យហើយខ្ញុំមិនភ្លេចទេគឺមកលេងនៅអាងត្រពាំងថ្មស្រុកភ្នំស្រុកចាអាងនេះដែរគឺជាសមិទ្ធផលសល់ពីសម័យប៉ុលពតដែលគេបានប្រើមនុស្សយើងជីកដោយដៃចាដូចបឹងកពីងពួយដូចអាងកពីងពួយខេត្តបាត់ដំបងដែរអាងត្រពាំងថ្មនេះគឺស្លាប់មនុស្សអស់ច្រើនណាបងប្អូនចាស្លាប់មនុស្សអស់ច្រើនមែនទែនអ្នកដែលចម្លៀសចេញពីទីក្រុងភ្នំពេញបាត់ដំបងអីចឹងមកធ្វើកັບកាយធ្វើជាអាងទំនប់ទឹកចាហើយអាងនេះមានទំហំទទឹងវាធំជាងអាងកពីងពួយប៉ុន្តែបណ្ដោយ
ខ្លីជាងអាងកពីងពួយកន្លែងនេះឥឡូវនឹងខ្លាយទៅជាតំបន់ទេសចរសម្រាប់បងប្អូនខ្មែរយើងដែលអ្នកនៅក្នុងភូមិស្រុកប្រទេសមានជ័យហ្នឹងមានបុណ្យមានទានអីហ្នឹងពួកគាត់មកលេងហើយប្រជាពលរដ្ឋនៅតំបន់ហ្នឹងគាត់ធ្វើស្រែប្រាំងស្រែភាសាអីគឺប្រើប្រាស់ទឹកអាងត្រពាំងថ្មហ្នឹងឯងបងប្អូនចាឥឡូវយើងមកមើលចំណីចំណុករបៀបស្រុកស្រែខ្ញុំទិញដកដឺនឹងញ៉ាំមួយកំប៉ុងគឺតែឆ្ងាញ់ស្ដាយដល់អញ្ចឹងទិញពីរកំប៉ុងហើយនេះកន្លាញ់នេះក៏ឆ្ងាញ់ដែរនំនាងលិតចានំគេចាក់ថ្មីនៅខាងផ្នែកហ្នឹងគឺថាជំនាញឲ្យខាងនំហ្នឹងណាចានំនាងលិតហ្នឹងនំបាយចំណៅបំពងហ្នឹងណាឥឡូវពួកខ្ញុំមកកន្លែងទិញកន្សែងសូត្រកន្លែងនេះគឺគាត់ផលិតដោយដង្កូវនាងសូត្រសុទ្ធរបស់ខ្មែរយើងគឺថាឥឡូវចង់បាត់បង់អស់ហើយនៅអាងត្រពាំងថ្មហ្នឹងពីដើមចង់បានសូត្រអីគេត្រូវយើងមកទិញនៅតំបន់ស្រុកត្រពាំងថ្មអាងត្រពាំងថ្មហ្នឹងឥឡូវនឹងពួកគាត់រស់ស៊ីលេងបានចឹងទៅគាត់ឈប់អស់ចឹងទៅហើយក៏បានទិញច្បក់ញ៉ាំមួយកំប៉ុងពីរកំប៉ុងដែរចាអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូ